សួស្តីកូនកូនល្អហើយកូនកូនគ្រូពិតជាមានសេចក្តីរីករាយណាស់ដែលបានជួបពួកកូនកូនថ្ងៃនេះតើកូនកូនមានដឹងទេថាថ្ងៃនេះជាថ្ងៃអ្វីដែរបាទថ្ងៃនេះគឺជាថ្ងៃថ្មីនៃថ្ងៃបវេសនកាលឬក៏គេហៅថាថ្ងៃចូលរៀនដំបូងរបស់ពួកយើងហ្នឹងហើយអញ្ចឹងតើកូនកូនមានអារម្មណ៍យ៉ាងណាដែរកូនបាទខ្ញុំមានអារម្មណ៍ស្ដាយសប្បាយលោកគ្រូប្របីណាស់កូនកូនហ្នឹងហើយមុនដំបូងនៃការចាប់ផ្ដើមបង្រៀនគឺលោកគ្រូសូមធ្វើការណែនាំខ្លួនលោកគ្រូឲ្យពួកកូនបានស្គាល់ហ្នឹងហើយមុនដំបូងនោះគឺលោកគ្រូណែនាំពីឈ្មោះរបស់គ្រូបន្ទាប់មកណែនាំពីការបង្រៀនរបស់លោកគ្រូចំពោះពួកកូនហើយនឹងចំណងចំណូលចិត្តរបស់លោកគ្រូនៅពេលដែលលោកគ្រូទំនេរពីការបង្រៀនហ្នឹងហើយថាលោកគ្រូជួយចិត្តធ្វើអីខ្លះហ្នឹងហើយលោកគ្រូបង្រៀនមុខវិជ្ជាអីខ្លះហើយនឹងលោកគ្រូឈ្មោះអ្វីអូខេដំបូងគឺលោកគ្រូសូមណែនាំឈ្មោះរបស់លោកគ្រូឲ្យកូនបានស្គាល់ហ្នឹងហើយលោកគ្រូឈ្មោះលោកគ្រូ Leo ហ្នឹងហើយលោកគ្រូ Leo ណាកូនដាក់បានណា Leo តកូលរបស់លោកគ្រូតកូលលីហើយលោកគ្រូឈ្មោះអូហ្នឹងហើយដល់អញ្ចឹងទៅគេហៅថាលោកគ្រូ Leo ហ្នឹងហើយហៅតែលោកគ្រូអូក៏បានឬក៏លោកគ្រូលីក៏បានដែរកូនហ្នឹងហើយពីរនឹងមួយណាក៏បានដែរកូនហើយនឹងមុខវិជ្ជាដែលលោកគ្រូទៅបង្រៀនពួកកូននោះគឺចំណេះដឹងភាសាខ្មែរទូទៅហ្នឹងហើយចំណេះដឹងភាសាខ្មែរទូទៅវាមានដូចជាភាសាខ្មែរហើយនឹងគណិតវិទ្យាហ្នឹងហើយដូចជាការបូកលេខដល់លេខអញ្ចឹងទៅកូនណាហ្នឹងហើយអាហ្នឹងយើងត្រូវរៀនពីពួកមូលដ្ឋានគ្រឹះហ្នឹងហើយចំណងចំណូលចិត្តរបស់លោកគ្រូនៅពេលដែលលោកគ្រូទំនេរពីការបង្រៀនណាកូនហ្នឹងហើយមិនតែទំនេរពីការបង្រៀនទេចំណងចំណូលចិត្តរបស់លោកគ្រូគឺវាមានតាំងពីកំណើតលោកគ្រូមកតាំងពីយូរហើយកូនហ្នឹងហើយលោកគ្រូចូលចិត្តខាងវិស័យសិល្បៈចូលចិត្តណាស់ហ្នឹងហើយវិស័យសិល្បៈប៉ុន្តែដូចវាអត់មានវាសនានឹងបានទៅធ្វើជាអ្នកចម្រៀងឬក៏អ្នកសម្ដែងអីដោយសារតែលោកគ្រូហ្នឹងអត់មានដងខាងច្រើនប៉ុន្តែលោកគ្រូចូលចិត្តហ្នឹងហើយនិយាយពីរឿងសិល្បៈវិញគឺជាសិល្បៈបែបចម្រៀងហ្នឹងហើយបែបចម្រៀងហើយនឹងខ្សែភាពយន្តភាគខ្លីៗអញ្ចឹងទៅកូនហ្នឹងហើយនិយាយទៅពីសិល្បៈចម្រៀងដែលលោកគ្រូចូលចិត្តគឺយប់ឡើងពួកម៉ាក់លោកគ្រូទេខលហៅលោកគ្រូទៅក្រៅអូខេហ្នឹងហើយលោកគ្រូចូលចិត្តណាស់អាចទៅជ្រៀងក្រៅអូខេគឺចូលចិត្តមែនទេហ្នឹងហើយជាពិសេសគឺអាការហូបចុកផឹកស៊ីគេហៅភាសាខ្មែរយើងហៅផឹកស៊ីស្រីញីអូនបងអានោះលោកគ្រូចូលចិត្តអានោះគឺជាវិស័យនោះលោកគ្រូចូលចិត្តហ្នឹងហើយបន្ទាប់មកទៀតបើនិយាយពីវិស័យខ្សែភាពយន្តវិញនោះគឺលោកគ្រូចិត្តមើលរឿងភាគជប៉ុនហ្នឹងហើយភាគជប៉ុនណាកូនដែលមានដឹងទេថាភាគជប៉ុននោះគឺចាប់អារម្មណ៍ណាស់ជាពិសេសគឺប្រុសនៅក្នុងស្រុកខ្មែរយើងណាកូនចូលចិត្តមើលណាស់រឿងជប៉ុនហើយក្នុងនោះក៏វាមានលោកគ្រូម្នាក់ដែរដែលជា idol ឬក៏ជា fan របស់រឿងជប៉ុនហ្នឹងណាកូនហ្នឹងហើយបើនិយាយពីទំនេរពីការបង្រៀនវិញណាកូនហ្នឹងហើយបើនិយាយពីទំនេរពីការបង្រៀនដូចថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យជាតិអីផ្សេងនោះលោកគ្រូនាំពោះវែកដើរលេងក្នុងផ្សារហ្នឹងហើយពូលោកគ្រូអញ្ចឹងពោះវែកពីក្បាលដែរទុកគ្រាន់បន្លែងលេងនៅពេលយប់ហ្នឹងហើយគាត់ថាវាបានជាគ្នាពូលោកគ្រូនេះនៅកំឡោះទេហើយក៏អត់ទាន់មានប្រពន្ធដែរណាកូនហ្នឹងហើយអញ្ចឹងបានលោកគ្រូនឹងអញ្ចឹងពោះវែកពីក្បាលហើយពីលោកគ្រូទំនេរពីការបង្រៀនកូននោះគឺលោកគ្រូប្រាប់កូនចឹងគឺនាំពួកវានឹងនាំមកពោះវែកពីក្បាលដើរលេងនៅក្នុងផ្សារឲ្យវាមើលគេរកស៊ីលក់ដូរនៅក្នុងផ្សារកុំឲ្យវាអត់សុខពេកហ្នឹងហើយបន្ទាប់មកគឺបើនិយាយពីចំណងចំណូលចិត្តម្ហូបអាហារវិញគឺលោកគ្រូអត់ចេះធ្វើអីទេកូនលោកគ្រូខ្ជិលណាស់អត់ចេះធ្វើអីទេលោកគ្រូចេះហូបតាមមុខពុតហើយបើនិយាយពីរឿងម្ហូបឲ្យលោកគ្រូធ្វើគឺ0ហ្នឹងហើយអញ្ចឹងលោកគ្រូណែនាំខ្លួនលោកគ្រូចាប់ហើយអញ្ចឹងដល់ពេលដែលកូនត្រូវណែនាំខ្លួនកូនឲ្យមិត្តភក្តិកូនបានស្គាល់ហើយនឹងលោកគ្រូបានស្គាល់ផងអញ្ចឹងចាប់ផ្ដើមមកកូនដំបងហ្នឹងហើយសូមងើបហើយណែនាំឈ្មោះនឹងហើយចំណងចំណូលចិត្តហើយនឹងថ្ងៃអនាគតពេលដែលរៀនចប់ទៅនឹងចង់ធ្វើអីអញ្ចឹងទៅណាហ្នឹងហើយមកចាប់ឡើងមកកូនបងជំរាបសួរលោកគ្រូសួស្តីមិត្តភក្តិទាំងអស់គ្នារីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាចាខ្ញុំមានឈ្មោះថាបុប្ផាហ្នឹងហើយចំណងចំណូលចិត្តនៅពេលដែលខ្ញុំទំនេរខ្ញុំអត់មានធ្វើអីទេចាគឺខ្ញុំអង្គុយបាក់ទូរស័ព្ទបាក់ Facebook មើលទីឡាយលក់អីវ៉ាន់តាមអនឡាញចារួចហើយបើត្រូវការទិញឬក៏ឃើញអីវ៉ាន់ដែលពេញចិត្តគឺខ្ញុំតម្លាក់លេខនិងដាក់ទីតាំងឲ្យគេផ្ញើអីវ៉ាន់មកចាហើយថ្ងៃអនាគតរបស់ខ្ញុំអត់ទាន់ដឹងថាចង់ធ្វើអ្វីទេប៉ុន្តែម៉ែខ្ញុំប្រាប់ថាខ្ញុំជាមិនផុតពីធ្វើប្រពន្ធរបស់គេទេចាសុំចាប់ចាអ្នកបន្ទាប់ទៀតមកហ្នឹងកូនហ្នឹងហើយកូនស្រីហ្នឹងហើយជួយណែនាំឲ្យមិត្តភក្តិបានស្គាល់ហើយនឹងលោកគ្រូបានស្គាល់ឈ្មោះផងហ្នឹងហើយបាទសូមអញ្ជើញកូនបងជំរាបសួរលោកគ្រូជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាជាពិសេសគឺមិត្តរួមថ្នាក់តែម្ដងចាហើយនាងខ្ញុំមានឈ្មោះថាធីតាចា
ឆ្នាំនេះខ្ញុំអាយុ6ឆ្នាំចាហើយចំណងចំណូលចិត្តរបស់នាងខ្ញុំនៅពេលដែលតំណេខ្ញុំអត់មានធ្វើអីទេចាខ្ញុំបើកទូរស័ព្ទមើលគេ like ជាគ្នាតាម Facebook ចាជាពិសេសគឺក្រុមគ្រួសារអ្នកមានមួយចំនួនគេឆ្លោះគ្នាអញ្ចឹងណាចាខ្ញុំក៏ចិត្តណាខ្ញុំក៏ចិត្តមើលគេឆ្លោះគ្នាអញ្ចឹងណាចាហើយថ្ងៃអនាគតរបស់នាងខ្ញុំចង់ធ្វើជាអ្នកកលិនុបដ្ឋាយិកាចាព្រោះអីខ្ញុំចូលចិត្តខ្វះចាព្រោះអីខ្ញុំចូលចិត្តខ្វះអានេះជាចំណងចំណុចចិត្តរបស់ខ្ញុំចាហើយនឹងមួយទៀតនោះគឺមើលកូនក្មេងទូចាហ្នឹងហើយនាងខ្ញុំសុំចាប់ចា អូល្អណាស់ណែកូនស្រីធីតាកំណត់កូនពិតជាមិនធម្មតាមែនកូនស្រឡាញ់ក្មេងហើយកូនណែមានគោលបំណងនឹងកំណត់នឹងចង់ធ្វើជាចង់ខ្លាចជាណែគិលានុបដ្ឋាយិកាអូពិតជាប្រសេះពិតជាប្របីណាស់កូននោះមួយទៀតមកនោះណែកូនប្រុសនោះមកឡើងមកកូនងើបឈរឡើង បងជម្រាបសួរលោកគ្រូសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំមានឈ្មោះថាភក្តីបាទហ្នឹងហើយចំណងចិត្តរបស់ខ្ញុំនៅពេលដែលខ្ញុំតំណេពីការសិក្សាខ្ញុំចូលចិត្តលេងហ្គេមខ្ញុំចូលចិត្តលេងហ្គេម PUBG គឺ PUBG គឺជាហ្គេម idol របស់ខ្ញុំហើយបន្ទាប់មកខ្ញុំចូលចិត្តបង្ហោះម៉ូតូបាទខ្ញុំចូលចិត្តដើរលេងបង្ហោះម៉ូតូជាមួយមិត្តភក្តិតាមផ្លូវអីចឹងទៅបាទហ្នឹងហើយចំណងចិត្តនៅថ្ងៃអនាគតឬក៏កំណត់នៅទៅថ្ងៃអនាគតគឺខ្ញុំចង់ធ្វើជាប៉ូលីសបាទពួកខ្ញុំចង់ចាប់ចោលឬក៏ចង់សម្អាតជនអាក្រក់មួយចំនួននៅក្នុងសង្គមនៅក្នុងប្រទេសរបស់យើងបាទហើយខ្ញុំមានតែប៉ុណ្្នឹងទេបាទ អូសេះណាស់កូនភក្តីមានកំណត់នៅថ្ងៃអនាគតនោះចង់ខ្លាចទៅជាប៉ូលីសជួយជាតិមាតុភូមិអូពិតជាល្អណាស់កូនហ្នឹងហើយប្របីណាស់ហ្នឹងហើយម្នាក់ទៀតមកកូនងើបបងជម្រាបសួរលោកគ្រូសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំក៏រីករាយណាស់ដែរបាទដែលបានស្គាល់អ្នកទាំងអស់គ្នាជាពិសេសគឺលោកគ្រូតែម្ដងបាទហើយបើនិយាយពីខ្ញុំវិញខ្ញុំមានឈ្មោះថាវាសនាបាទហ្នឹងហើយឈ្មោះខ្ញុំវាសនាហើយខ្ញុំមានអាយុ6ឆ្នាំដែរបាទហើយនិយាយពីចំណងចិត្តរបស់ខ្ញុំបាទនៅពីតែតំណេខ្ញុំដូចជាមិនមានការងារអីដែលត្រូវធ្វើច្រើនទេព្រោះម៉ាក់ខ្ញុំស្រឡាញ់ខ្ញុំណាស់គាត់មិនឲ្យខ្ញុំធ្វើអីទេហ្នឹងហើយគាត់ឲ្យខ្ញុំពេលតែខ្ញុំញ៉ាំបាយហើយឲ្យខ្ញុំគេងឲ្យខ្ញុំសម្រាកហ្នឹងហើយបើនិយាយពីណែចំណងចិត្តឬក៏គោលបំណងទៅថ្ងៃអនាគតនោះគឺខ្ញុំចង់ធ្វើជាទាហានបាទខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំស្រឡាញ់ប្រជាជនរបស់ខ្ញុំស្រឡាញ់ទឹកដីរបស់ខ្ញុំចង់ខ្លាយទៅជាវីរៈជនការពារទឹកដីនិងការពារមាតុភូមិបាទហើយខ្ញុំមានកំណត់តែប៉ុណ្្នឹងទេបាទលោកគ្រូ អូប្របីណាស់កូនវាសនាកំណត់មិនចាញ់កូនភក្តីប៉ុន្មានទេអ្នកទាំងពីរសិតតែចូលចិត្តនិងស្រឡាញ់មាតុភូមិដូចគ្នាម្នាក់ចង់ធ្វើជាទាហានហើយម្នាក់ទៀតចង់ធ្វើជាប៉ូលីសល្អណាស់កូនទាំងពីរពិតជាប្របីណាស់សិតតែអ្នកដែលស្រឡាញ់ប្រទេសជាតិដូចគ្នាហ្នឹងហើយហ្នឹងហើយម្នាក់ទៀតមកនោះកូនចុងក្រោយគេហ្នឹងហើយងើបមកហើយណែនាំឈ្មោះហើយនឹងចំណងចិត្តរបស់កូនផងណាកូនហ្នឹងហើយចាប់ដើមមកកូនបង បាទជម្រាបសួរលោកគ្រូសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទមានឈ្មោះថាចាយបាទហ្នឹងហើយឆ្នាំនេះខ្ញុំអាយុ6ឆ្នាំដែរហើយបើនិយាយពីចំណងចិត្តរបស់ខ្ញុំនៅពេលដែលខ្ញុំតំណេគឺខ្ញុំនៅផ្ទះខ្ញុំអត់ធ្វើអីទេហើយខ្ញុំខ្ជិលណាស់ម៉ែប្រាប់ខ្ញុំក៏ខ្ញុំមិនធ្វើដែរឪប្រាប់ខ្ញុំក៏ខ្ញុំមិនធ្វើដែរហើយពេលដែលហូបបាយរួចគឺចានក៏ខ្ញុំមិនលាងផងខ្ញុំដើរចេញទៅប្រៃបាត់ទៅហ្នឹងហើយបើនិយាយពីចំណងចិត្តរបស់ខ្ញុំតាំងពីដើមតាំងពីខ្ញុំនៅពោះម៉ែខ្ញុំគិតឃើញថាវិស័យចោរកម្មនៅស្រុកខ្មែរយើងនេះគឺមិនសូវជាសបោទេអញ្ចឹងបើសិនជាភក្តីនិងវាសនាធ្វើជាទាហានហើយមួយទៀតធ្វើជាប៉ូលីសអញ្ចឹងខ្ញុំចយនេះចង់ក្រោយគេនេះគឺខ្ញុំចង់ធ្វើចោលបាទលោកគ្រូខ្ញុំចង់ធ្វើចោលដើម្បីឲ្យអ្នកទាំងពីរមានការងារធ្វើហ្នឹងហើយកុំឲ្យថាអ្នកទាំងពីរនេះនៅតំណេលេងណែហ្គេមឬក៏លេងបាញ់ PUBG អីអញ្ចឹងធ្វើឲ្យអ្នកទាំងពីរនេះមានការងារធ្វើហើយគោលបំណងរបស់ខ្ញុំនោះគឺធ្វើចោលហ្នឹងឯងលោកគ្រូវាជារឿងដែលល្អបំផុតហើយសម្រាប់ខ្ញុំវាជាចំណងចិត្តរបស់ខ្ញុំតាំងពីខ្ញុំនៅទូចណាស់លោកគ្រូបាទខ្ញុំអស់ហើយលោកគ្រូខ្ញុំគ្មានអីទេមានតែប៉ុណ្្នឹងឯងបដ ாய் កូនចាយមិនគិតអញ្ចឹងកូនមិនចង់ទៅធ្វើចោលវិញអញ្ចឹងកូនការងារល្អមកកណោមិនព្រមធ្វើហេតុបើជាកូនចង់ធ្វើចោលវិញអញ្ចឹងអូយកូនឯកូនស្រុកយើងណាកូនគឺមិនចង់ឲ្យមានអារឿងចោរកម្មនឹងទេណាកូនតែកូនខ្លាយទៅជាចោរកម្មគឺមិនល្អទេណាកូនណាហ្នឹងហើយធ្វើឲ្យប្រទេសជាតិហ្នឹងឬក៏ប្រជាជនរបស់យើងហ្នឹងរស់នៅហ្នឹងមិនមានភាពដ
ដែលថាសុខសប្បាយទេគឺរស់នៅក្នុងភាពភ័យខ្លាចជាពិសេសគឺចោរកម្មណាកូនណាអាហ្នឹងវាមិនល្អទេណាកូនចយត្រូវដូរមុខរបរកូនចេញណាអត់ឲ្យមានកំណត់ចង់ធ្វើជាចោរដើម្បីឲ្យកូនប្រាក់ដីឬក៏កូនវាសនាហ្នឹងមានការងារធ្វើទេកូនគង់ទីមានទូនាទីនៅក្នុងកងខេត្តរបស់គេហើយក៏គេមានការងារធ្វើជារៀងរាល់ថ្ងៃដែរអញ្ចឹងកូនមិនគួរមានកំណត់នេះចង់ខ្លាចជាចោរណាចយកូនត្រូវដឹងថាកូនប្រឹងរៀននេះគឺរៀនមិនមែនដើម្បីទៅខ្លាចជាចោរឬក៏ជាជនដែលសង្គមស្អប់ពើទេណាកូនកូនទៅខ្លាចទៅជាមនុស្សដែលសង្គមត្រូវការលឺទេចយកូនហ្នឹងហើយកុំមានកំណត់ធ្វើអញ្ចឹងណាកូនត្រូវដូរហ្នឹងហើយវាមិនល្អទេកូនហ្នឹងហើយមើលកូនបុផាកូនវាសនាហើយនឹងកូនប្រាក់ដីពួកគាត់តែមានកំណត់ល្អស្ទើរជាអ្នកដែលមានកំណត់ជួយជាតិហ្នឹងហើយចុះកូនវិញមិនតែអញ្ចឹងវិញចយហ្នឹងហើយមិនល្អទេអញ្ចឹងថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេពូជាថ្ងៃដំបូងនៃថ្ងៃបើកវិស្នាការរបស់ពួកយើងអញ្ចឹងការសម្ដែងសម្ដៅគ្នាត្រូវបានបញ្ចប់នៅធម្មនេះអញ្ចឹងស្អែកជួបគ្នាណាកូនហ្នឹងហើយសូមឲ្យកូនកូនមានសុខភាពល្អគ្រប់គ្នា